សូមស្វាគមន៍មកកាន់វីដេអូមេរៀនត្រង់សោភាគ1មេរៀនទី5ទម្រង់ទី2កាលពីវីដេអូមេរៀនទី4យើងបានរៀនរួចហើយពីរបៀបផ្ទះដៃ2មើលសៀនៅក្នុងទម្រង់ទី2តែយើងផ្ទះដៃបែបនេះ1 2 3 4 1 2 up និង 2 up និង 4 ហើយដើម្បីយល់កាន់តែច្បាស់ខ្ញុំបានសរសេរនៅក្នុង caption ឡើងមកវិញអំពីរបៀបដែលយើងហៅតួទំពុក2ហើយយើងលេងរបៀបម៉េចនិងតួនីមួយៗយើងលេងរបៀបម៉េចនៅក្នុង caption ខាងលើអញ្ចឹងជាបន្តខ្ញុំនឹងបង្ហាញទៅលើឧបករណ៍ភ្លេងតែម្ដងយើងឃើញថានៅក្នុងណោតរបស់យើងនេះទោះបីជាទំពុក2តួខ្មៅមានចុចតួទំពុកឬតួខ្មៅក្បាលរបស់វាsẽតែកាត់ចំបន្តទី2ទាំងអស់អញ្ចឹងកាលណាយើងឃើញណោតដែលកាត់ចំបន្តទី2បែបហ្នឹងយើងហៅថាណោតសនៅលើត្រសោរបស់យើងគឺខ្សែគោលបាទហើយយើងកូតតាមដូចយើងផ្ទះដៃអញ្ចឹងណាយើងថាជាងកូត5ដងដូចគ្នានៅក្នុងមើលសៀអញ្ចឹងយើងនឹងបង្ហាញរៀបដែលយើងកូតណោតសមួយមើលសៀសិនដល់ទៀតយើងនឹងកូតណោតសពីរមើលសៀបាទបែបនេះ1 2 3 4 1 និង 2 up និង 4 បាទនេះគេហៅថាមួយមើលសៀឥឡូវយើងសាកពីរមើលសៀ1 2 3 4 1 និង 2 up និង 4 1និង 2 up និង 4 បាទនេះយើងហៅថាណោតសបាទអញ្ចឹងឥឡូវយើងសូមទៅទាំងអស់គ្នា3ដងលើកទី1 1 2 3 4 1និង 2 up និង 4 1និង 2 up និង 4 លើកទី2 1 2 3 4 1និង 2 up និង 4 1និង 2 up និង 4 លើកទី3 1 2 3 4 1និង 2 up និង 4 1និង 2 up និង 4 លើកទី4 1 2 3 4 1និង 2 up និង 4 បាទឥឡូវនេះយើងនឹងរៀនស្គាល់មួយទៀតយើងហៅថាណោតឡាបាទយើងអត់តរៀនសម្គាល់និមិត្តសញ្ញាតែយើងរៀនស្គាល់ទីតាំងរបស់វាសិនណោតឡានេះគឺយើងដាក់ម្រាមចង្អុលមកបាទសង្កត់នៅលើខ្សែអញ្ចឹងទៅតែកុំសង្កត់ខ្លាំងពេកទៅសង្កត់ខ្លាំងពេកវាប្រែប្រួលសំឡេងឬធ្វើឲ្យទ្រនឹងស្អកបន្ថែមវាទៅបាទប៉ះវាទៅគឺលឺហើយបាទឡាបាទអញ្ចឹងនៅពេលនេះខ្ញុំនឹងកូតណោតឡា2មើលសៀតាមទម្រង់ទី2 1 2 3 4 1និង 2 up និង 4 1និង 2 up និង 4 បាទមកដល់ត្រង់ចំណុចនេះសិស្សទាំងអស់អាចចុចវីដេអូនឹង stop បន្តិចទៅហើយយើងរៀនកូតណោតឡានឹង3ដងបាទដូចយើងអនុវត្តលើណោតសអញ្ចឹងបាទជាបន្តយើងនឹងបង្ហាញថាតើយើងលេងណោតសនិងណោតឡានឹងចូលគ្នាយ៉ាងម៉េចខ្ញុំនឹងលេងណោតសមួយមើលសៀហើយឡាមួយមើលសៀតាមទម្រង់ទី2 1 2 3 4 1និង 2 up និង 4 1និង 2 up និង 4បាទចាប់អារម្មណ៍ថាសំឡេងវាខុសគ្នាបាទខុសគ្នាមួយវាខ្ពស់ជាងណោតឡាខ្ពស់ជាងឥឡូវខ្ញុំនឹងបង្ហាញ3ដងបាទកូតតាម3ដងលើកទី1 1 2 3 4 1និង 2 up និង 4 1និង 2 up និង 4បាទលើកទី2 1 2 3 4 1និង 2 up និង 4 1និង 2 up និង 4បាទឥឡូវនេះយើងនឹងរៀនស្គាល់មួយទៀតយើងហៅថាណោតឡាបាទយើងអត់តរៀនសម្គាល់និមិត្តសញ្ញាតែយើងរៀនស្គាល់ទីតាំងរបស់វាសិនណោតឡានេះគឺយើងដាក់ម្រាមចង្អុលមកបាទសង្កត់នៅលើខ្សែអញ្ចឹងទៅតែកុំសង្កត់ខ្លាំងពេកទៅសង្កត់ខ្លាំងពេកវាប្រែប្រួលសំឡេងឬធ្វើឲ្យទ្រនឹងស្អកបន្ថែមវាទៅបាទប៉ះវាទៅគឺលឺហើយបាទឥឡូវនេះយើងនឹងរៀនស្គាល់2មើលសៀតាមទម្រង់ទី2 1 2 3 4 1និង 2 up និង 4 1និង 2 up និង 4បាទឥឡូវនេះយើងនឹងរៀនស្គាល់មួយទៀតយើងហៅថាណោតឡា2 up និង 4 1និង 2 up និង 4បាទលើកទី3 1 2 3 4 1និង 2 up និង 4 1និង 2 up និង 4បាទឥឡូវនេះយើងនឹងរៀនស្គាល់ទីតាំងនេះគឺជារបៀបដែលយើងកូតណោតសនិងណោតឡានៅក្នុងទម្រង់ទី2ឥឡូវនេះយើងរៀនបានពីរទម្រង់ហើយគឺទម្រង់ទី1និងទម្រង់ទី2ដើម្បីឲ្យស្ទាត់បើសិនជាសិស្សទាំងអស់នៅកន្លែងធ្វើការឬក៏នៅថ្នាក់រៀនយើងមិនអាចកាន់ឧបករណ៍បានឬក៏យើងមិនអាចលេងឧបករណ៍បានទេយើងអាចគូសតក់តិចក៏បានដែរគឺថាយើងចាំទម្រង់ទី1យើងគូសមកគឺថា1 2 3 4 1 up និង 3 4 1 up និង 3 4ហើយទម្រង់ទី2អញ្ចឹង1 2 3 4 1និង 2 up និង 4 1និង 2 up និង 4ហើយគេថានៅក្នុងមួយថ្ងៃនេះយើងមិនចាំបាច់មានពេល30នាទីជាប់គ្នាដើម្បីហាត់ទេរៀន5នាទីហាត់5នាទី10នាទីហាត់10នាទីប៉ុន្តែធ្វើម៉េចសរុបចូលគ្នាក្នុងមួយថ្ងៃហ្នឹងឲ្យបាន60នាទីអីចឹងទៅហើយ ហើយការដែលយើងអនុវត្តគួរជាប់ជាប្រចាំនឹងធ្វើឲ្យចង្វាក់នៅក្នុងគ្រូរបស់យើងនឹងល្អ
បីដូចជាអ្នកមានទេពកោសល្យអញ្ចឹងនៅពេលដែលយើងចាប់តាមរៀនបទគឺលឿនដូចគ្នាអញ្ចឹងសូមបញ្ចប់វីដេអូទី5នៅពេលនេះជួបគ្នានៅក្នុងវីដេអូទី6